សួស្តីប្រិយមិត្តសារព័ត៌មានข่าวសរនៅក្នុងសារបុណ្យណូអែលដំបូងរបស់សម្ដេចបាបលីអូ14នៅថ្ងៃប្រហ័ននេះបានជំរុញឲ្យអ្នកកាន់សាសនាទាំងឡាយដែលហាក់ដូចជាមិនអើពើចំពោះជនរងគ្រោះដែលបាននឹងកំពុងបាត់បង់អ្វីៗគ្រប់យ៉ាងរួមមានប្រជាជននៅកាហ្សាប្រជាជនកំពុងរស់នៅក្នុងភាពអត់ឃ្លានក្រីក្រនៅយឺម៉ែននិងជនអន្តោប្រវេសន៍ជាច្រើនដែលកំពុងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេនិងអាមេរិកដើម្បីស្វែងរកអនាគតសម្ដេចប៉ាបក៏បានអំពាវនាវឲ្យមានការសន្ទនាដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើននៅតំបន់អាមេរិកឡាទីននិងការផ្សះផ្សានៅមីយ៉ាន់ម៉ាហើយនឹងការស្ដារឡើងវិញនូវមិត្តភាពបរមបុរាណរវាងប្រទេសថៃនិងកម្ពុជានិងការគាំទ្រដល់អ្នកដែលរងទុក្ខដោយគ្រោះមហន្តរាយធម្មជាតិនៅអាស៊ីខាងត្បូងនិងអូស៊ីអានីចំណែកសារព័ត៌មានបាងកុកប៉ុស្តិ៍ប្រទេសថៃបានបដិសេធចំពោះការរុះរើវាបំផ្លាញចោលរូបសំណាកហិណ្ឌូក្នុងតំបន់ព្រំដែនដែលមានចំនួនជាមួយកម្ពុជាដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃប្រវត្តិថារូបសំណាកដែលបានសាងសង់ដោយកម្ពុជានៅក្នុងតំបន់ឆុងអានម៉ាននៃខេត្តបូរណរាជធានីមិនទាន់បានចុះបញ្ជីហើយត្រូវបានរុះរើចេញដោយសារតែហេតុផលសន្តិសុខរូបភាពនៃរថយន្តដឹកដីដែលត្រូវបានប្រើដើម្បីផ្ដួលរលំរូបសំណាកព្រះវិស្ណុកាលពីថ្ងៃច័ន្ទបានរីករាលដាលយ៉ាងឆាប់រហ័សតាមប្រព័ន្ធអ៊ីនធឺណិតនិងបានជំរុញឲ្យមានការបញ្ចេញមតិយ៉ាងច្រើនពីប្រជាជនឥណ្ឌាក្រសួងការបរទេសឥណ្ឌានាទីក្រុងនូដាលីបានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីក្តីបារម្ភរបស់ខ្លួនចំពោះព្រឹត្តិការណ៍នៅតាមព្រំដែនកម្ពុជាថៃដោយដកស្រង់សម្ដីអ្នកនាំពាក្យដែលនិយាយថាយើងបានឃើញរបាយការណ៍អំពីការវាយកំទេចរូបសំណាករបស់អាទិទេពសាសនាហិណ្ឌូព្រះអាទិទេពហិណ្ឌូនិងព្រះពុទ្ធសាសនាត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមរបស់យើងទោះបីជាមានការទាមទារទឹកដីក៏ដោយទង្វើមិនគោរពបែបនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដើរតាមជុំវិញពិភពលោកហើយមិនគួរកើតឡើងទេប៉ុន្តែនាយករដ្ឋមន្ត្រីអនុទិននៅថ្ងៃប្រហ័ននេះបែរជានិយាយផ្ទុយពីនេះទៅវិញដោយថាកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីគ្រោះថ្នាក់ដែលបង្កឡើងចំពោះយោធាថៃដោយសារមីនដែលបានដាក់នៅតាមបណ្ដោយព្រំដែនទៅវិញរូបសំណាកដែលត្រូវបានបំផ្លាញមិនអាចប្រៀបធៀបជាមួយនឹងអវយវៈដែលទាហានរបស់ថៃបានបាត់បង់នោះទេព័ត៌មានដែលឡែកមួយទៀតរបស់កាសែត The Nation នៅថ្ងៃប្រហ័សទី25ខែធ្នូនេះវេលាម៉ោង4រសៀលព្រះមហាក្សត្រថៃក្នុងនាមជាអធិបតីរួមជាមួយនឹងលោកថងលួនស៊ីសូលីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតឡាវបានបង្ហាញពីភាពរួសរាយរាក់ទាក់ស្និទ្ធស្នាលនៅក្នុងពិធីប្រារព្ធខួបលើកទី75នៃមិត្តភាពថៃឡាវនៅឯពិធីដាក់ឲ្យដំណើរការនៅស្ពានមិត្តភាពឡាវនៅបឹងកានបូលីខំសាយនៅស្រុកមឿងនៃខេត្តបឹងកានប្រទេសទាំងពីរបានប្រារព្ធខួបលើកទី75នៃការបង្កើតទំនាក់ទំនងការទូតរួមគ្នា